ដោយផ្អែកលើហេតុផលថាចាប់ពីសតវត្សទី9ដល់សតវត្សទី13បុព្វបុរសខ្មែរបានកសាងទាំងវប្បធម៌ទាំងសង្គមធម៌ឲ្យបានរីកចម្រើនជាលឿនហើយជំរុញប្រទេសកម្ពុជាឲ្យមានឈ្មោះល្បីល្បាញថាជាមហាអំណាចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្ទៃដីដ៏ធំទូលាយនាសម័យនោះរួមទាំងសំណល់វប្បធម៌ជាប្រាសាទបុរាណដ៏ច្រើនសន្ធឹកសន្ធាប់ស្ទើរតែពេញផ្ទៃឥណ្ឌូចិនទាំងមូលសិលាចារឹកសិល្បៈដ៏សម្បូរបែបនិងបដិមាបុរាណវត្ថុផ្សេងរាប់មិនអស់ដែលសេសសល់ដល់សពថ្ងៃនេះគឺជាផុសតាងជាក់ស្ដែងបញ្ជាក់ពីភាពរុងរឿងនៃអរិយធម៌ខ្មែរនាសម័យអង្គរក៏ប៉ុន្តែសម័យអង្គរដ៏រុងរឿងខ្លាំងនៃប្រវត្តិសាស្ត្រជាតិខ្មែរត្រូវបានធ្លាក់ចុះទៅវិញដោយចំនួនដើម្បីដណ្ដើមឥទ្ធិពលគ្នាទៅវិញទៅមកពីសំណាក់អ្នកដឹកនាំតាមរយៈជំនឿទៅលើមនោគមវិជ្ជាសាសនាខុសៗគ្នា